តោះលំហាត់ទី5យើងសរសេរ z ជារាង a បូក bi ចឹង2ដកជាមួយនឹងឬទី3ដក8 e គីបបាទអញ្ចឹងដក8 e គីបនេះយើងអាចសរសេរថាដក 2e ទាំងអស់ហ្នឹងលើកគីបបានណាហេតុអីពីព្រោះថាដក 2e លើកជាគីបហ្នឹងវាស្មើនឹងដក 2e គុណនឹងដក 2e គុណនឹងដក 2e មើលអញ្ចឹងដល់ពេលគុណចូលគ្នាដកគុណដកបូកគុណដកវិញដក2គុណគ្នា3ដង8 e គុណគ្នា3ដង e គីបស្មើដើមវិញណាអូខេប៉ុន្តែក្នុងហ្នឹងគឺគីបនេះបាទស្រួលមកអញ្ចឹងយើងបាន2ចេញមកបានណៃគេបានដក2អញ្ចឹងដកជាមួយនឹងដក 2e អញ្ចឹងស្មើនឹង2បូកនឹង 2e វិញណាប៉ុណ្ណឹង